តែសួរថាប្រឆាំងខុសអីមិនយ៉ាងហ៎ខុសអីគណៈបកនេះក្រសួងមហាផ្ទៃទទួលស្គាល់មិនចឹងមានការចុះបញ្ជីការត្រឹមត្រូវឥឡូវយើងមើលសង្គមយើងមើលតាមការពិតទៅគ្រាន់តែជំរាបមាត់ផ្ទាល់មាត់ធ្វើដំបូលហើយនៅក្នុងទឹកដីយើងវាមិនមែនទៅរំខានសាធារណៈណាមិនចឹងហ៎ប៉ុន្តែយើងមើលនៅស្អឹងអញ្ចឹងថ្ងៃមុនជូនដំណឹងទៅម្ដងទៀតបាទជូនដំណឹងទៅខាងខណ្ឌគេរុញមកវិញបាទឲ្យអ្នកគ្រូប្រធានសមាគមគេរុញមកវិញថាសុំគប់ពីអត្តសញ្ញាណបានគប់ពីអីទៅជាគ្រាន់តែប្រពន្ធហ្នឹងណាខ្ញុំដើរសួរគេចិត្តហ្នឹងគេថាអត់ទេលោកគ្រូតាមការពិតទៅគាត់ថាប្រាប់តែមេភូមិធ្វើបានណាម្ដាយយើងដឹងហើយពីព្រោះយើងបាក់ប្រឆាំងបាទណាហើយសមាគមហ្នឹងក៏ដូចគេចាត់ទុកឃើញខ្ញុំនៅក្នុងបកប្រឆាំងគេថាសមាគមហ្នឹងក៏ប្រឆាំងដែរដូចនៅមុខផ្ទះខ្ញុំនេះនៅភូមិខាងជើងនេះវាធ្វើឡើងមកពេញមានណាទៅខត់ណាទៅហាមខត់អីរឿងមានច្រើនអញ្ចឹងហើយបានយើងខិតខំធ្វើម៉េចចូលរួមកែលម្អសង្គមយើងបាទកែលម្អសង្គមអញ្ចឹងវត្តមានរបស់បងស្ត្រីបងអូនស្ត្រីបុរសទាំងអស់គ្នាសំខាន់ណាស់ក្នុងការចូលរួមកែលម្អសង្គមយើងបាទបើយើងនឿយណាយទៅអស់ធុញការតស៊ូយើងត្រូវប្រើពេលវេលាបងប្អូនខ្ញុំអត់មានកូនមិនចេះចំនួនកូនចៅរបស់បងប្អូនបាទនឹងតស៊ូបន្តបានជោគជ័យញ៉េអញ្ចឹងយើងមិនមែនថាមើលតែចិត្តនេះទេការតស៊ូបាទការតស៊ូប៉ុន្តែយើងត្រូវចងចាំថានៅពេលដែលយើងនៅតែបន្តការតស៊ូរហូតដោយមិនបោះបង់ពេលហ្នឹងទទួលបានជោគជ័យនៅថ្ងៃណាមួយហើយអ្វីដែលមិនជោគជ័យគឺនៅពេលដែលយើងបោះបង់ការតស៊ូចោលអាហ្នឹងគឺសូន្យហើយបងប្អូន